ពិសេសរបស់ខ្ញុំមុខវិជ្ជាគីមីវិទ្យាគឺជាមុខវិជ្ជាដែលខ្ញុំពិបាករៀនជាងគេហើយសួរថាតើហេតុអីបើខ្ញុំអាចយកនិទេស A ទៅលើមុខវិជ្ជាគីមីវិទ្យាដែលពិបាកជាងនេះបានតាមពិតទៅមុខវិជ្ជាគីមីវិទ្យាវាក៏មិនខុសអីពីមុខវិជ្ជាគណនេយ្យលេខអីប្រហែលដែរគ្រាន់តែថាយើងត្រូវការចាំជាមួយនឹងរូបមន្តក៏ដូចជានិមិត្តសញ្ញារបស់ធាតុនីមួយៗហ្នឹងឲ្យបានច្រើនជាងមុខវិជ្ជាផ្សេងៗទៀតដូច្នេះអ្វីដែលយើងគួរតែចាប់ផ្ដើមមុនដំបូងគេហ្នឹងគឺតាក់ទងជាមួយនឹងការធ្វើលំហាត់ពីទូចមកធំសិនអ្នកនរនេះកុំហក់លោតហ្វឹបទៅធ្វើលំហាត់ធំហ្មងគឺយើងដោះស្រាយអត់ចេញទេហើយនៅកាលណាដែលយើងដោះស្រាយលំហាត់មួយនឹងអត់ចេញហើយយើងគឺអស់អារម្មណ៍នៅក្នុងការរៀនហើយដូច្នេះយើងធ្វើការដោះស្រាយពីលំហាត់ពីទូចៗទៅជាមូលដ្ឋានគ្រឹះរបស់គីមីនឹងឲ្យយើងចេះឲ្យយើងស្ទាត់សិនចាំយើងបន្តទៅធ្វើលំហាត់ធំៗបន្តទៀតចំណុចបន្ទាប់គឺតាក់ទងជាមួយនឹងការចងចាំជាមួយនឹងរូបមន្តនិមិត្តសញ្ញាក៏ដូចជាបល្ល័ង្កនៃធាតុនីមួយៗផងដែរដោយសារតែធាតុគីមីនៅក្នុងមុខវិជ្ជាគីមីគឺសំខាន់ខ្លាំងបើសិនជាយើងអត់ស្គាល់ធាតុអត់ស្គាល់បល្ល័ង្កអត់ស្គាល់ឈ្មោះអត់ស្គាល់អក្សរលតាំងនៃធាតុនីមួយៗទេគឺយើងធ្វើអាហ្នឹងអត់ចេញទេគ្រាន់តែដាក់ប្រធានមកគឺយើងកៀងតែម្ដងដូច្នេះបើសិនជាចង់បកកាយគីមីគឺត្រូវតែចំណាយពេលនៅក្នុងការសិក្សាទៅលើនិមិត្តសញ្ញារបស់គីមីហ្នឹងឲ្យចាំហើយឲ្យច្បាស់ដូចគ្នាផងដែរចំណុចបន្ទាប់នៅពេលដែលអ្នកទាំងអស់គ្នាធ្វើលំហាត់គឺអាសាចាំជាមួយនឹងប្រធានលំហាត់អ្នកទាំងអស់គ្នាអាចសង្កេតមើលថាតើប្រធានលំហាត់បែបនេះនៅពេលគេនិយាយថាចាក់ទឹកឲ្យពេញឬក៏ទឹកមិនទាន់ពេញឬក៏ពេលប្រតិកម្មរួយឬក៏មិនទាន់ប្រតិកម្មមុនកកើតមុនអីចឹងត្រូវចាំពាក្យកលឹះទាំងអស់ហ្នឹងដោយសារអីក្នុងប្រធានគីមីហ្នឹងទោះបីជាវាខុសប្រធានតែបន្តិចក៏ការធ្វើរបស់វាហ្នឹងក៏វាខុសដែរត្រូវការរោមូលផ្សេងរោមម៉ាស់ផ្សេងរោមអីចឹងទៅម៉ាស់ពេលប្រកកកើតម៉ាស់ពេលប្រតិកម្មអីផ្សេងៗដូច្នេះគឺត្រូវការចូលចាំទៅលើសង្កេតមើលទៅលើប្រធានរបស់លំហាត់ហ្នឹងហើយអានវាឲ្យច្បាស់មួយដើម្បីចាប់យកនូវចំណុចសំខាន់ក៏ដូចជាពាក្យកលឹះក្នុងលំហាត់ហ្នឹងយកមកដោះស្រាយនៅក្នុងពេលដែលយើងធ្វើហ្នឹងក្នុងនោះផងដែរគឺយើងត្រូវតែដឹងអំពីវិធីនៃការហៅគីមីធាតុគីមីសេរីហ្នឹងផងដែរដោយសារតែគេមានអាណាហៅមុនអាណាហៅក្រោយដោយសារតែនៅក្នុងធាតុគីមីសេរីយើងត្រូវតែចាំអញ្ចឹងអ្នកនេះអាចរាប់មើលអក្សរពី A B C D E F G អក្សរអង់គ្លេសអក្សរឡាតាំងរបស់យើងហ្នឹងណារហូតដល់អក្សរ Z តែអក្សរមួយណាដែលវាផ្ដើមដំបូងជាលំដាប់ដំបូងគេយើងហៅអាហ្នឹងមុនឧទាហរណ៍គឺពាក់ព័ន្ធជាមួយនឹងមេទេលជាមួយនឹងអេទីលផ្ដើមដោយអក្សរ E ហើយមេទេលផ្ដើមដោយអក្សរ M ដូច្នេះគេត្រូវការហៅអេទីលមុនអេទីលហើយបាត់មេទេលដោយសារតែអក្សរ E គឺវាមកមុនអក្សរ M ដូច្នេះគឺយើងត្រូវការចំណាំបែបហ្នឹងហើយយើងមើលទៅលើនិមិត្តសញ្ញានីមួយៗឲ្យបានច្បាស់លាស់និងហៅវាបានត្រឹមត្រូវហើយជាចុងក្រោយក៏កុំភ្លេចយកវិញ្ញាសាពីឆ្នាំចាស់ៗដែលធ្លាប់បានប្រឡងចេញរួចមកហើយនឹងយកមកធ្វើសារឡើងវិញមកធ្វើម្ដងទៀតផងដោយសារតែខ្ញុំតែនិយាយចង់ក្នុងគ្រប់វីដេអូតែម្ដងដោយសារតែខ្ញុំចង់ឲ្យអ្នកនរគ្នាយកវិញ្ញាសាចាស់ៗមកធ្វើហ្នឹងឲ្យដឹងថាតើក្រសួងគាត់អាសាចេញជាមួយនឹងប្រធានបែបម៉េចតើរ៉ូម៉ាំងដែលគាត់អាសាចេញហ្នឹងមានមុខវិជ្ជាក៏ដូចជាមេរៀនមួយណាខ្លះដើម្បីយករៀនទៅឲ្យចំមេរៀនហ្នឹងតែម្ដងដូច្នេះហើយក្នុងចំណោមមេរៀនគីមីវិទ្យាដែលក្រសួងគាត់អាសាចេញជាងគេហ្នឹងគឺទាំងអស់មាន7រ៉ូម៉ាំងភាគច្រើនណាគឺទី1ពាក់ព័ន្ធជាមួយនឹងល្បឿនប្រតិកម្មកត្តាល្បឿនប្រតិកម្មសមាសធាតុ solution ក្នុងទឹកឬស្ដីអាស៊ីតបាសប្រតិកម្មអាស៊ីតបាសរោគ pH និងលំនឹងប្រតិកម្មហើយចុងក្រោយគឺ ester អាមីនអាស៊ីតអាមីណេឬអាល់កុលជាដើមហើយខ្ញុំនិយាយដដែលចង់បើចង់ចេះគឺចង់ចេះធ្វើលំហាត់ឲ្យច្រើនអនុវត្តឲ្យច្រើនបើសិនជាយើងខ្ជិលហើយយើងអត់ធ្វើអីទាំងអស់គឺវាអត់ចេះឯងទេគឺយើងត្រូវតែការឲ្យយើងខំប្រឹងទៅយើងខំប្រឹងធ្វើលំហាត់នឹងឯងដូច្នេះហើយគឺសូមជូនពរដល់ទាំងអស់គ្នាដែលត្រូវការប្រឡងនៅថ្ងៃខាងមុខហ្នឹងទូបានជោគជ័យហើយជាមួយនឹងដំណើរឆ្ពោះទៅកាន់ការប្រឡងហ្នឹងឲ្យទទួលបានសំណាងល្អផងដែរអរគុណសម្រាប់ការមើលវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាអ្នកទាំងអស់គ្នាមានសំណួរអីចង់សួរពាក់ព័ន្ធជាមួយនឹងការប្រឡងឬក៏បទពិសោធន៍ផ្សេងៗក៏អាចសួរនៅក្នុង comment ផងដែរអរគុណបាយបាយ